តានេះជាការមូលបង្កាច់មកលើកម្ពុជាឬក៏យ៉ាងណាបើតាមគេហទំព័រសារព័ត៌មានផ្លូវការរបស់ថៃ The Nation បានចុះផ្សាយកាលពីថ្ងៃទី4ខែធ្នូនេះថាកងទ័ពភូមិភាគ2គេបានរកឃើញភស្តុតាងដែលបង្ហាញថាកងទ័ពរបស់ពួកគេបានរកឃើញមីនប្រឆាំងមនុស្ស Anti-personnel mine ប្រភេទ PMN2 ថ្មីដែលជាអាវុធហាមឃាត់ដោយអនុសញ្ញាអូតាវ៉ានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃខ្ញុំបាទសូមអនុញ្ញាតគោរពនិងជម្រាបសួរទៅដល់ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូព្រឹត្តិការណ៍ថ្មីៗពី Channel YouTube របស់ខ្ញុំនៅថ្ងៃនេះផងដែរខ្ញុំបាទក៏មាននៅព័ត៌មានថ្មីមួយដែលក្តៅគគុកតែម្ដងហើយបើសិនជាពុកម៉ែបងប្អូនបានទស្សនាវីដេអូនេះសូមកុំភ្លេច share បាទជាដំណឹងក៏ដូចជាព័ត៌មានថ្មីមួយនេះទៅដល់បាទប្រិយមិត្តផ្សេងទៀតដែលមិនទាន់បានទស្សនាវីដេអូមួយនេះហើយបើសិនជាពុកម៉ែបងប្អូនចង់ទទួលបាននៅវីដេអូថ្មីប្រចាំថ្ងៃពី Channel យើងខ្ញុំពុកម៉ែបងប្អូនគ្រាន់តែចុចជាវឬក៏ Subscribe ម្នាក់មួយរួចដាក់សញ្ញារូបកណ្ដឹងជាការស្រេចប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបើតាមសារព័ត៌មាន The Nation របស់ថៃគេបានចុះផ្សាយកាលពីថ្ងៃប្រហ័សទី4ខែធ្នូម្សិលមិញនេះគេបានចុះផ្សាយយ៉ាងច្បាស់ថាកងទ័ពភូមិភាគ2បានរកឃើញភស្តុតាងដែលបង្ហាញថាកងកម្លាំងកម្ពុជាបានបង្កប់មីនគោកនៅតាមបណ្ដោយព្រំដែនសម្រាប់អត្ថបទមួយនេះខ្ញុំបានដកស្រង់ពីសារព័ត៌មាន The Nation នេះដើម្បីយកមកជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅថ្ងៃទី4ធ្នូម្សិលមិញនេះកងកម្លាំងភូមិភាគ2របស់ថៃបានរកឃើញមីនប្រឆាំងមនុស្ស Anti-personnel mine ប្រភេទ PMN2 ថ្មីដែលជាប្រភេទអាវុធហាមឃាត់ដោយអនុសញ្ញាអូតាវ៉ានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃភស្តុតាងរូបភាពនិងវីដេអូរួមទាំងវីដេអូវឹកវើផងបានបញ្ជាក់ថាយោធាកម្ពុជាកំពុងបំពេញការងារបានបង្កប់មីនទាំងនោះនៅក្នុងទឹកដីថៃព័ត៌មានលម្អិតជាក់លាក់ដូចជាសម្លៀកបំពាក់ឧបករណ៍និងស្នាមសម្គាល់បានបញ្ជាក់ពីអត្តសញ្ញាណរបស់ទាហាននឹងថាមីនទាំងនោះជាមីនដែលបង្កប់ថ្មីកងទ័ពភូមិភាគទី2បានអំពាវនាវឲ្យកម្ពុជាបញ្ឈប់សកម្មភាពទាំងនេះដែលបានបំពានច្បាប់មនុស្សធម៌អន្តរជាតិនិងអនុញ្ញាតឲ្យមានការត្រួតពិនិត្យរួមគ្នារបាយការណ៍មួយពីតំបន់កងទ័ពភូមិភាគទី2បានបង្ហាញនៅថ្ងៃប្រហ័សទី4ធ្នូថាមានប្រឆាំងមនុស្សប្រភេទ PMN2 ថ្មីដែលជាអាវុធហាមឃាត់ក្រោមអនុសញ្ញាអូតាវ៉ាត្រូវបានរកឃើញនៅតំបន់ព្រំដែនកម្ពុជាថៃការរកឃើញនេះធ្វើឡើងបន្ទាប់ពីមានការប្រមូលភស្តុតាងដ៏រឹងមាំដែលបានបង្ហាញថាកងកម្លាំងកម្ពុជាបានបង្កប់មីនទាំងនោះដោយស្របគ្នាជាមួយនឹងវីដេអូហ្វឹកហ្វឺនកាលពីថ្ងៃទី8មិថុនាដែលបង្ហាញបុគ្គលិកយោធាកម្ពុជាកំពុងហ្វឹកហ្វឺនដាក់ពង្រាយមីនគោកតាមរយៈការប្រៀបធៀបរូបថតនិងវីដេអូគេបានបញ្ជាក់ថាទាហានដដែលបានបង្ហាញខ្លួនទាំងនៅក្នុងคลิปហ្វឹកហ្វឺននិងនៅក្នុងរូបភាពនៃការបង្កប់មីនគោកនៅក្នុងទឹកដីថៃព័ត៌មានលម្អិតដែលត្រូវគ្នាមួយចំនួនរួមមានឯកសណ្ឋានឧបករណ៍យោធានិងលក្ខណៈសម្គាល់ដូចជាស្នាមរបួសនិងសម្ភារៈផ្ទាល់ខ្លួនបានបញ្ជាក់ថាទាំងនេះគឺជាបុគ្គលិកយោធាដែលកំពុងបំពេញការងារមិនមែនជាជនស៊ីវិលទេហើយមានទាំងនោះត្រូវបានបង្កប់ថ្មីមិនមែនជាសំណល់ពីអតីតកាលនោះទេការរកឃើញទាំងនេះបានបង្ហាញពីការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាអូតាវ៉ាជាពិសេសមាត្រា1ដែលហាមឃាត់ការប្រើប្រាស់ការអនុវត្តការផលិតនិងការស្តុកទុកមីនប្រឆាំងមនុស្សនិងមាត្រា5ដែលតម្រូវឲ្យរដ្ឋហត្ថលេខីបោះសម្អាតនិងបដិសេធមិនបន្ថែមមីនថ្មីនៅក្នុងទឹកដីរបស់ពួកគេការបង្កប់មីនគោកថ្មីនៅក្នុងទឹកដីថៃគឺជាការរំលោភបំពានយ៉ាងច្បាស់ណាស់លើគោលការណ៍មនុស្សធម៌អន្តរជាតិដែលគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតជនស៊ីវិលនិងបុគ្គលិកដែលធ្វើការនៅក្នុងតំបន់នេះ
គឺជាពាក្យសម្ដីនឹងការលើកឡើងរបស់កងទ័ពភូមិភាគទី2តំបន់កងទ័ពភូមិភាគ2បានអំពាវនាវឲ្យកម្ពុជាបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពបង្កប់មីនគោកទាំងអស់អនុញ្ញាតឲ្យមានការត្រួតពិនិត្យរួមគ្នាក្នុងតំបន់និងផ្ដល់ព័ត៌មានត្រឹមត្រូវដល់សហគមន៍អន្តរជាតិប្រទេសថៃនៅតែបដិញ្ញាចិត្តចំពោះគោលការណ៍មនុស្សធម៌អន្តរជាតិសិទ្ធិមនុស្សនិងការរក្សាទំនាក់ទំនងដោយសន្តិភាពជាមួយបណ្ដាប្រទេសជិតខាងដើម្បីធានានូវស្ថិរភាពក្នុងតំបន់ព្រំដែននិងតំបន់លើសពីនេះទៅទៀតបាទសម្រាប់អត្ថបទមួយនេះគឺបាទខ្ញុំបានដកស្រង់ចេញពីសារព័ត៌មានថៃបាទគឺ The Nation ផ្ទាល់តែម្ដងហើយសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនានិងបានស្ដាប់នៅខ្លឹមសារព័ត៌មានមួយនេះទាំងស្រុងហើយពុកម៉ែបងប្អូនបាទក៏ដូចជាប្រិយមិត្តទាំងអស់គ្នាមានមតិយោបល់យ៉ាងណាដែរបាទសូមខមមិននៅក្នុងវីដេអូនេះម្នាក់មួយផងបាទសម្រាប់ខ្ញុំវិញគឺខ្ញុំពិតជាមានការហួសចិត្តមែនទែនដែលថៃគេបាទព្យាយាមចាប់កំហុសរបស់យើងខាងកម្ពុជាយើងទាំងកំហុសបាទគ្រប់យ៉ាងបាទគឺបំភ្លៃក៏មានភាគច្រើនគឺបំភ្លៃតែម្ដងហើយព័ត៌មានមួយនេះគឺខ្ញុំបានអានហើយខ្ញុំហួសចិត្តខ្លាំងមែនទែនបាទមិនដឹងថាពួកគេយកស្អីមកគិតទេបាទព្យាយាមសុទ្ធតែចង់បាននៅសន្តិភាពចង់បាននៅអ្វីហើយនេះជាមតិយោបល់របស់ខ្ញុំមួយទេមិនមែនជាការញុះញង់ឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ណាមួយទេប៉ុន្តែភាគីខាងគេគឺភាគច្រើនគេមិនដឹងថាសន្សំរឿងដល់ពេលណាបាទនៅក្នុងអត្ថបទមួយនេះគឺមានពាក្យខ្លះដែលគេនិយាយថាគេចង់បានសន្តិភាពជាមួយប្រទេសជិតខាងប៉ុន្តែធៀបពិតទៅគឺព្យាយាមបកទំនាស់ច្រើនជាងបាទអញ្ចឹងសម្រាប់អត្ថបទមួយនេះបាទបើសិនជាពុកម៉ែបងប្អូនបាទមានមតិយោបល់បែបណាពុកម៉ែបងប្អូនអាចខមមិននៅក្នុងវីដេអូមួយនេះបានហើយខ្ញុំក៏សូមបញ្ចប់បាទនៅអត្ថបទមួយនេះត្រឹមនឹងបាទហើយបើសិនជាពុកម៉ែបងប្អូនយល់ថាព័ត៌មានមួយនេះសំខាន់និងក្តៅបាទគេហៅថាព័ត៌មានក្តៅខ្លាំងពុកម៉ែបងប្អូនអាច share បន្តទៅដល់បាទប្រិយមិត្តពុកម៉ែបងប្អូនផ្សេងទៀតដែលគាត់និយមតាមដានទស្សនានៅព្រឹត្តិការណ៍ថ្មីពី channel របស់ខ្ញុំបាទហើយបើសិនជាអាចពុកម៉ែបងប្អូនបាទសូមចុចជាវឬក៏ Subscribe channel នេះម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីជាបន្តទៀតពី channel របស់ខ្ញុំផងដែរមកខណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាបាទ